សម្រាប់ទឹកដោះដែលយើងដាក់ក្នុងទូត្រជាក់ធម្មតាហើយជាមួយទឹកដោះដែលយើងបូមថ្មីតែអាចដាក់ចាក់ចូលគ្នាបានអត់ដោយសារតែខ្ញុំទទួលសំណួរពីម៉ាក់ច្រើនមែនតើសម្រាប់ទឹកដោះពីរហ្នឹងគឺយើងអាចចាក់ចូលគ្នាបានទេទឹកដោះដែលយើងដាក់ក្នុងទូត្រជាក់ឥឡូវឧទាហរណ៍ជាក់ស្ដែងដែលខ្ញុំទឹកដោះខ្ញុំនេះគឺខ្ញុំដាក់ទូត្រជាក់រយៈពេល2ថ្ងៃហើយអញ្ចឹងណាបើសិនជាក្នុងករណីថាខ្ញុំយកទឹកដោះដែលខ្ញុំបូមហើយចាក់ចូលជាមួយនឹងកន្លែងត្រជាក់ទឹកដោះត្រជាក់ហ្នឹងហ្មងដាក់ class C ហ្នឹងគឺអត់កើតហ្មងគឺខ្ញុំត្រូវបំបែកទឹកដោះដែលខ្ញុំបូមបានថ្មីគឺខ្ញុំដាក់ជាមួយនឹងដបផ្សេងគឺអត់ចាក់ចូលគ្នាបើសិនក្នុងករណីថាបងចាក់ចូលគ្នាទឹកដោះដែលយើង class C ហើយមកដាក់ជាមួយនឹងទឹកដោះដែលយើងថ្មីហ្នឹងគឺសីតុណ្ហភាពជាមួយនឹងទឹកដោះរបស់យើងគឺអត់ស្មើគ្នាយើងអាចទុកបានត្រឹមតែរយៈពេលតែ2ម៉ោងតែប៉ុណ្ណោះអញ្ចឹងម៉ាក់ត្រូវប្រើអត់តែវាបាត់បង់ជាមួយនឹងគុណភាពទឹកដោះហើយដោយឧទាហរណ៍ចាក់ស្ដែងជាធម្មតាទឹកដោះដែលយើងបូមចេញពីទ្រុងយើងថ្មីវារៀងក្តៅអញ្ចឹងពេលដែលយើងយកទឹកដោះហ្នឹងលាយជាមួយនឹងត្រជាក់ដែលយើងដាក់ក្នុងត្រជាក់ហ្នឹងទឹកដោះយើងគឺនឹងឡើងកម្ដៅអញ្ចឹងម៉ាក់អាចទុកបានធម្មតាតែទឹកដោះដែលយើងកម្ដៅឲ្យបានទុកបានតែ2ម៉ោងអញ្ចឹងបើម៉ាក់ទុកទៀតគឺវាអត់កើតទេទឹកដោះហ្នឹងវាបាត់បង់គុណភាពបែបហ្នឹងឯងសិនក្នុងករណីថាម៉ាក់ចង់ដាក់ទឹកដោះត្រជាក់ហ្នឹងចាក់ចូលគ្នាចាក់បានប៉ុន្តែម៉ាក់យកទឹកដោះដែលយើងបូមបានក្តៅហ្នឹងចាយកទៅដាក់ class C 1ម៉ោងទៅ2ម៉ោងសិនទៅដើម្បីឲ្យសីតុណ្ហភាពជាមួយនឹងទឹកដោះពីរហ្នឹងគឺស្មើគ្នាបើយើងចាក់ចូលគ្នាអញ្ចឹង2ម៉ោងក្រោយគឺយើងយកទឹកដោះថ្មីហ្នឹងជាមួយនឹងចាស់ហ្នឹងគឺយើងចាក់ចូលគ្នាបានប៉ុន្តែតើតើនឹងពេលវេលាគឺយើងយកតាមជាមួយនឹងការបរិច្ឆេទទឹកដោះរបស់យើងអាចាស់វិញណាសូមជួបម្ចាស់ឧបត្ថម្ភកម្មវិធីទីសិនសម្រាប់ម៉ាក់ដែលគាត់ត្រៀមសម្រាប់ឬម៉ាក់ដែលគាត់មានបំណងចង់ចិញ្ចឹមកូនដោយទឹកដោះឬក៏ប្រើប្រាស់ជាមួយម៉ាស៊ីនបូមណាចាខាងខ្ញុំគឺមានចាប់ជាកញ្ចប់ជូនម៉ាក់តែម្ដងម៉ាក់ចង់យកជាកញ្ចប់ក៏បានចង់យកមួយក៏បានដែរគឺខាងខ្ញុំមានលក់ជាមួយនឹងសម្ភារៈដូចជាប្រភេទម៉ាស៊ីនបូមថង់ច្រកទឹកដោះដែលខ្ញុំប្រើប្រាស់ហ្នឹងហើយជាមួយនឹងដបស្តុកទឹកដោះហើយឬក៏ពេងចាពេងត្រង់ទឹកដោះអញ្ចឹងណាចាហើយបើបងចង់បានជាឈុតក៏បានដែរមួយឈុតហ្នឹងគឺខ្ញុំចាប់ជាប្រភេទម៉ាស៊ីនបូមចាពីរសងខាងចាមានជាមួយនឹងកែវស្តុកទឹកដោះហើយជាមួយនឹងថង់ច្រកទឹកដោះហើយសម្ភារៈអស់នេះដូចដែលខ្ញុំធ្វើវីដេអូជាប្រចាំថ្ងៃតែម្ដងសម្រាប់ការប្រើប្រាស់បងចាកុំបារម្ភរាល់បងទទួលបានអ្វីពីខ្ញុំទៅខ្ញុំនឹងណែនាំជូនជាមួយនឹងរបៀបប្រើប្រាស់ជូនមកបងផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់ចាប់អារម្មណ៍អីអាចតាក់ទងចូល page របស់ខ្ញុំបានណា